នេះហើយជាស្នាដៃបងប្អូនកសិករនៅខាងស្រុកភូមិរបស់ខ្ញុំពួកគាត់ដាំដុះបន្លែបង្ការផ្សេងៗតាមផ្ទះហ្នឹងគឺថាបានល្អខ្លាំងមែនទែនហើយព្រឹកឡើងហ្នឹងគឺថាយកមកលក់ជុំគ្នានៅក្នុងផ្សារមួយកន្លែងនេះក៏ទៅសម័យនេះហើយនៅមានផ្សារអញ្ចឹងទៀតណាខ្ញុំគិតថាប្រហែលជាមានអត់ច្រើនទេទម្រង់ផ្សារបែបនេះប៉ុន្តែនៅស្រុកខ្ញុំគឺនៅតែមានក្តីសុខពិតប្រាកដរបស់ខ្ញុំគឺដើរផ្សារអញ្ចឹងហើយបងប្អូនអរគ្នាខ្ញុំចូលចិត្តខ្លាំងមែនទែនផ្សារនេះគេហៅថាផ្សារកាច់ជ្រុងក្តីទន្ទឹមដែលស្ថិតនៅក្នុងភូមិថ្កូវឃុំជើងគួនស្រុកសំរោងខេត្តតាកែវមើលបងប្អូនអ្នកស្រុកសំរោងយើងជួយ share វីដេអូនេះម្នាក់មួយមើលផ្សារស្រុកយើងនេះស្រុកបងប្អូនណាខ្លះមានទម្រង់ផ្សារបែបហ្នឹងនៅលក់ដូរទម្រង់សាមញ្ញអញ្ចឹងទៀតជួយ comment ប្រាប់ខ្ញុំខាងក្រោមបន្ថែមផងហើយផ្សារនៅខាងស្រុកខ្ញុំនេះគឺលក់តែមួយព្រឹកទេតិចច្រឡំទៅពេលថ្ងៃអីគឺអត់មានអីលក់ទេតែយកមកពិសេសអ្នកគេងរៀងយូរអត់ងាយងើបតែម៉ោង9ម៉ោង10អីរៀងស្បើយតិចហើយប៉ុន្តែសំខាន់បងប្អូនមើលការលក់ដូរទម្រង់បែបនេះប្លែកភ្នែកមែនតើខ្ញុំទៅស្រុកម្ដងគឺមិនដែលខានទេបន្លែកាកូអីនេះមួយថង1000ប្រអកនេះលេងមួយថងតែ1000ដែរបងប្អូនអើយច្រើនមែនតើហើយមានណាប៉ះខ្ញុំនេះមិនងាយបានទៅស្រុកបានទៅម្ដងនិយាយពីថាខ្វាកទិញអត់ចង់ឈប់ហើយមិនឲ្យខ្ញុំទិញយ៉ាងម៉េចបងប្អូនអើយក្រាលស្បោងក្រាលក្រងទម្រង់បែបហ្នឹងនេះដូចពីដើមខ្ញុំធ្លាប់តែឃើញគេសម្ដែងនៅក្នុងរឿងពីដើមណាប៉ុន្តែទស្សនភាពរូបភាពមួយនេះខ្ញុំមិនដឹងថាបន្តបានប្រហែលឆ្នាំទៀតទេនៅស្រុកខ្ញុំនេះគឺនៅមានល្អមើលមែនតើហើយប្លែកអារម្មណ៍ណាស់ពេលដែលខ្ញុំដើរចូលផ្សារអញ្ចឹងគឺថាទិញហើយអត់មានស្ដាយលុយហើយមានសង្ស័យថាប៉ះពាល់សុខភាពថ្ងៃមុខអីទេគឺអត់សតហ្មងដោយសារបន្លែបង្ការទាំងអស់នេះគឺបងប្អូនអ្នកស្រុកអ្នកភូមិសិតតែស្គាល់គ្នាគាត់យកមកដាក់លក់ជុំគ្នាហ្នឹងយើងដឹងប្រភពដឹងឲ្យច្បាស់លាស់មានអីត្រូវសង្ស័យពេលដែលយើងញ៉ាំទៅគឺដឹងតែថាសុខភាពល្អសម្រាប់សុខភាពយើងណាដូចបន្លែនេះអញ្ចឹងមួយថងហ្នឹងតែ2000ទេគាត់ដាំដុះផ្ទាល់តែខ្លួនឯងដាក់ជីអាចមន់អាចទាអាចគោអីអញ្ចឹងទៅហើយគាត់អ្នកស្រុកភូមិមួយខ្ញុំទៀតអញ្ចឹងមានអីត្រូវសង្ស័យហើយដូចលពៅដូចអីនេះបងប្អូនគាត់សិតតែដាំក្រោយផ្ទះបើគាត់ភាកច្រើនហ្មងនិយាយទៅខ្ញុំហ៊ានថា95%ជាបន្លែធម្មជាតិនៅក្នុងភូមិរបស់ខ្ញុំផ្ទាល់គឺញ៉ាំដោយភាពកក់ក្ដៅញ៉ាំដោយទំនុកចិត្តហ្មងហើយដូចខ្ញុំអីនេះឲ្យបានទៅលេងស្រុកអីហ្នឹងគឺថាអត់ដែរខានទេមកវិញវិចចង់ឲ្យយាម៉ូតូហើយបងប្អូនហើយសិតតែបន្លែសិតតែអីត្រីសាច់អីហ្នឹងខ្ញុំទិញមកតែពីរហ្នឹងទេនិយាយទៅខ្ញុំអត់សូវទិញនៅក្នុងពេញទេដោយសារខ្ញុំទិញតែហ្នឹងញ៉ាំទៅគឺសុខភាពហើយវាចាយលុយអត់ច្រើនទេនិយាយទៅតែ2-30000អីហ្នឹងខ្ញុំស្ពាយសឹងឲ្យវាខ្លួនណាហើយបានទិញនៅកន្លែងនេះដូចជាបានទៅជួយលើកទឹកចិត្តគាំទ្រពួកគាត់ឲ្យកាន់តែមានកម្លាំងចិត្តក្នុងការដាំដុះបន្លែបកានេះបន្តទៀតអញ្ចឹងខ្ញុំគិតថាផ្សារមួយនេះអាចនិយាយបានថាជាផ្សារគំរូមួយដែលរក្សាភាពលក់ដូចពីដើមអញ្ចឹងគឺអត់កែប្រែអីច្រើនទេគេថាកែប្រែផ្លូវបងប្អូនអរគ្នានៅនេះកាលមុនលក់ក្រាលផ្ទាល់នៅនឹងដីប៉ុន្តែថ្ងៃនេះខ្ញុំទៅឃើញថាលក្ខណៈថាមានផ្លូវបេតុងមានអីអញ្ចឹងណាគេទៅអភិវឌ្ឍថ្មីអញ្ចឹងនេះក៏ចាត់ទុកថាជាសមិទ្ធផលថ្មីមួយសម្រាប់បងប្អូនអ្នកស្រុកសំរោងដែរហើយខ្ញុំសូមលើកទឹកចិត្តមែនតែនសម្រាប់បងប្អូនដែលនៅស្រុកភូមិអីផ្សេងដែលមានដីតនេតាមផ្ទះមុខផ្ទះក្រោយផ្ទះអីហ្នឹងបងប្អូនដាំអីបានដាំហ្នឹងទៅទុកដីតនេចោលនាំតែខាតទេបើយើងដាំអត់បានលក់ក៏បានត្រឹមតែមកផ្គត់ផ្គង់ធ្វើម្ហូបធ្វើអីជុំគ្រួសារបើយើងញ៉ាំហ្នឹងក៏ចាត់ទុកថាជារឿងមួយដែលល្អដែរយើងជួយសន្សំថវិកាអត់ចាំបាច់ទិញនៅខាងក្រៅហើយបើដាំបានច្រើនល្អអញ្ចឹងទៀតយកមកដាក់លក់នៅផ្សារជុំគ្នាអញ្ចឹងមកបង្កើតចំណូលដល់គ្រួសារមួយផ្នែកទៀតដែរសិតតែរឿងចំណេញហើយបើយើងក៏លេចមកមើលទស្សនភាពផ្សារដែលខ្ញុំមកនេះគឺចំថ្ងៃអាទិត្យមនុស្សរៀងច្រើនគួរសមដែរមានបងប្អូនយើងមកទិញម្ហូបពេលព្រឹកឡើងហ្នឹងនៅភូមិចិត្តហ្នឹងគឺគាត់មកទិញម្ហូបនៅនឹងភាគច្រើនបើនិយាយពីពុតទ្រានេះវិញគាត់ដាំតាមផ្ទះទិញតែ1000 2000ហ្នឹងញ៉ាំបានហើយខ្វិតទុំនេះមួយតែ500ហើយខ្ញុំទៅនេះចំខែផ្កាស្ដៅរៀងសបោម្ដុំនេះតែ1500ទេគឺសុទ្ធតែផ្កាល្អខ្លាំងមែនតើខ្ញុំទិញតែ2ដុំ3000នេះច្រកឡើងមកថងបឹបបន្លែត្រីសាច់ផ្សេងនៅទីនេះគឺញ៉ាំដោយទំនុកចិត្តញ៉ាំដោយសុវត្ថិភាពទិញហើយក៏អត់មានអារម្មណ៍ថាស្ដាយលុយទេបងប្អូនដែលបានទៅលេងស្រុកអីជួយទៅគាំទ្រពួកគាត់បន្ថែមផងអញ្ចឹងថ្ងៃនេះពីខ្ញុំទៅគឺមានតែប៉ុណ្្នឹងទេបាយ